บางคนខ្ញុំសង្កេតឃើញមានក្រុមអ្នកដែលមាននិន្នាការប្រឆាំងមួយចំនួនដែលគាត់នៅក្រៅស្រុកគាត់រិះគន់មកលើផ្ទះភាសឹកបណ្ដោះអាសន្នដែលរាជរដ្ឋាភិបាលបានធ្វើជូនបងប្អូនប្រជាពលរដ្ឋមានអ្នកខ្លះគាត់លើកឡើងថាផ្ទះភាសឹកហ្នឹងជួបនៅបញ្ហាពិបាករស់នៅឬក៏ការសាងសង់ហ្នឹងមិនរឹងមាំអីជាដើមប៉ុន្តែចង់សួរទៅអ្នកទាំងនោះវិញថាស្របពេលដែលរិះគន់នេះតើអ្នកទាំងអស់ហ្នឹងបានមកឃើញទស្សនវិជ្ជាផ្ទាល់ឬអត់ថាស្ថានភាពជាក់ស្ដែងបែបណាហើយមួយវិញទៀតក្រៅពីការរិះគន់តើអ្នកទាំងអស់ហ្នឹងបានជួយអីខ្លះមកលើប្រទេសកម្ពុជាឬក៏ជួយទៅកាន់បងប្អូនប្រជាពលរដ្ឋដែលគាត់ជាជនភៀសសឹកខ្ញុំមើលទៅបងប្អូនដែលគាត់រស់នៅផ្ទះភៀសសឹកបណ្ដោះអាសន្ននេះថ្មីត្បិតតែពាក្យថាបណ្ដោះអាសន្នជាផ្ទះបណ្ដោះអាសន្នជាទីតាំងដែលពួកគាត់ស្នាក់អាស្រ័យបណ្ដោះអាសន្នក៏ពិតមែនប៉ុន្តែពួកគាត់សម័យរីករាយនឹងទទួលយកដោយសារតែគាត់គិតថាគាត់មានទីតាំងមួយសម្រាប់ជ្រកកោនសំរុំគាត់មិនពិបាកនៅក្នុងការរស់នៅគាត់អាចនឹងមានពេលវេលាច្រើនសម្រាប់ទៅធ្វើការងារឬប្រកបរបររកស៊ីដោយគាត់មិនចាំបាច់ភ័យព្រួយពីអីទាំងអស់ដោយការដែលគាត់រស់នៅក្នុងជំរំឬក៏រស់នៅក្នុងតង់បើប្រៀបធៀបទៅស្ថានភាពពេលដែលពួកគាត់រស់នៅក្នុងតង់ទោះបីជាយើងមិនបានទៅមានបទពិសោធន៍ផ្ទាល់ក៏ដោយប៉ុន្តែខ្ញុំគិតថាយើងអាចនឹងដឹងយើងអាចនឹងយល់បានខ្លះមានបញ្ហាច្រើនណាស់ដែលបានកើតឡើងយើងសម័យមើលទៅថាមនុស្សរាប់សិបម៉ឺននាក់មកដុំគ្នានៅជំរំមួយនៅតំបន់មួយដែលមិនមានផ្ទះសម្បែងមិនមានដំបូលមិនមានគ្រែសម្រាប់សម្រាកមិនមានទាំងបន្ទប់ទឹកសមរម្យតើស្ថានភាពនឹងទៅជាយ៉ាងណាបើសិនជាអត់មានភ្លៀងគឺអត់អីទេប៉ុន្តែបើសិនជាមានភ្លៀងទៀតតើអតិថិភាពដែលគាត់រស់នៅក្នុងតង់នឹងគាត់ពិបាកបែបណាយើងអាចសម័យមើលរូបភាពបានការរស់នៅក្នុងតង់ឬក្នុងជំរំគឺប្រឈមនៅបញ្ហាផ្សេងជាច្រើនទាំងកង្វះខាតទៅលើអនាម័យកង្វះខាតទឹកសម្រាប់ប្រើប្រាស់កង្វះខាតធម្មពលសម្រាប់ប្រើឧទាហរណ៍ដូចជាធម្មពលអគ្គិសនីអីជាដើមនឹងធម្មតាទេយើងដឹងហើយថាមកដល់បច្ចុប្បន្ននេះគឺយើងត្រូវការប្រើទាំងអស់នឹងច្រើនហើយនៅក្នុងជំរំក្នុងតង់សួរថាតើយើងបានអីប្រើហើយតើបើសិនជាមានហើយមានការផ្គត់ផ្គង់នឹងគ្រប់គ្រាន់ឬអត់អញ្ចឹងអានឹងគឺជាអីដែលយើងត្រូវគិតត្រឡប់មកវិញរាជរដ្ឋាភិបាលបានគិតគូររៀបចំនៅផ្ទះភាសឹកបណ្ដោះអាសន្នជូនទៅកាន់បងប្អូនប្រជាពលរដ្ឋនេះគឺដើម្បីផ្ដល់ភាពងាយស្រួលទៅកាន់ពួកគាត់ឲ្យពួកគាត់មានទីកន្លែងសម្រាប់ជ្រកកោនសម្រាប់ស្នាក់អាស្រ័យហើយអាចធ្វើការប្រកបរបររកស៊ីឬក៏ទៅធ្វើការឬក៏អាចដាំដំណាំអីនៅជុំវិញផ្ទះបានឲ្យពួកគាត់រស់នៅប្រកបដោយផាសុកភាពគាត់អត់ចាំបាច់ភ័យខ្លាចដោយការដែលពួកគាត់រស់នៅក្នុងតង់ទេហើយមិនតែប៉ុណ្ណោះគាត់មានបន្ទប់ទឹកសម្រាប់ប្រើប្រាស់ដាច់ដោយឡែកហើយគាត់មានអគ្គិសនីមានទឹកស្អាតសម្រាប់ប្រើប្រាស់ទៀតហើយបើនិយាយពីបញ្ហាខ្ញុំគិតថាបញ្ហាតិចឬច្រើនវាអាចនឹងកើតឡើងជារឿងធម្មតាបងប្អូនទាំងអស់គ្នាបានដឹងស្រាប់ហើយថាផ្ទះភាសឹកបណ្ដោះអាសន្ននេះគឺរាប់ពាន់ខ្នងហើយរយៈពេលនៃការសាងសង់ក៏វាមិនជាច្រើនអីណាស់ណាទេអញ្ចឹងទេបញ្ហាមួយចំនួនគឺអាចនឹងកើតមានឡើងប៉ុន្តែសួរថាតើពេលដែលមានបញ្ហាហ្នឹងរាជរដ្ឋាភិបាលទុកប្រជាពលរដ្ឋចោលឬក៏អត់គឺអត់ទេផ្ទះភាសឹកបណ្ដោះអាសន្ននេះសាងសង់រួចហើយបកគោលជូនប្រជាពលរដ្ឋហើយប៉ុន្តែថ្នាក់ដឹកនាំតែងតែបានគិតគូរយកចិត្តទុកដាក់មានថ្នាក់ដឹកនាំកម្ពុជាយើងបានចុះទៅសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋផ្ទាល់ហើយក៏មានថ្នាក់ដឹកនាំផ្សេងទៀតបានចុះទៅសួរសុខទុក្ខបានចុះទៅពិនិត្យអំពីស្ថានភាពជាក់ស្ដែងនៅតំបន់ផ្ទះភាសឹកបណ្ដោះអាសន្ននោះដើម្បីជួយសម្របសម្រួលថាតើមានបញ្ហាណាមួយកើតឡើងឬអត់ឬក៏មានបញ្ហាប្រឈមអីដែលយើងអាចជួយបានយើងអាចដោះស្រាយបានគឺថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែគិតគូររៀបចំហើយដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋខ្ញុំក៏បានឃើញព័ត៌មានមួយទៀតដែរដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏បានរៀបចំឲ្យមាននៅកម្មវិធីប្រកួតប្រជែងមួយនៅតំបន់ផ្ទះភាសឹកបណ្ដោះអាសន្ននេះផ្ទាល់គឺការប្រកួតប្រជែងទៅលើផ្ទះស្អាតហើយនិងភូមិឋានស្អាតដែលនឹងមានការផ្ដល់ជូននៅរង្វាន់លើកទឹកចិត្តផ្សេងទៅកាន់អ្នកដែលទទួលបានជ័យលាភីលេខ1លេខ2និងលេខ3ហើយមិនតែប៉ុណ្ណោះក៏ដូចជាមានការផ្ដល់ជូននៅរង្វាន់សម្រាប់ការរៀបចំភូមិឋានស្អាតផងដែរអញ្ចឹងបើយើងសរុបជារួមមកវិញប្រជាពលរដ្ឋដែលគាត់កំពុងតែរស់នៅផ្ទះភាសឹកបណ្ដោះអាសន្ន
ជំយល់ថាពួកគាត់នៅតែមានបញ្ហាមួយចំនួនអញ្ចឹងគាត់អាចនឹងពិបាកគាត់អាចនឹងនឹកឃើញទៅដល់ដីផ្ទះសម្បែងរបស់ពួកគាត់ជារឿងធម្មតាទេហើយចំណុចនេះក៏ចង់បញ្ជាក់ដែរថារាជរដ្ឋាភិបាលបាននឹងកំពុងបន្តរិះរកនៅគ្រប់មធ្យោបាយទាំងអស់ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយនឹងថៃប៉ុន្តែការដោះស្រាយរបស់យើងគឺយើងរក្សាជំហរដដែលគឺដោះស្រាយដោយវិធីសាស្ត្រសន្តិវិធីការធ្វើបែបនេះគឺដើម្បីបញ្ជៀសនៅការប្រឈមមុខដាក់គ្នាឬក៏ការដែលធ្វើឲ្យប្រជាពលរដ្ឋនឹងត្រូវរងទុក្ខលំបាកម្ដងទៀតដោយសារតែត្រូវរត់ភៀសសឹកអញ្ចឹងទាំងនេះគឺជាការគិតគូរពីថ្នាក់ដឹកនាំប៉ុន្តែបើយើងកលេចមកមួយជ្រុងទៀតអ្វីត្បិតតែប្រជាពលរដ្ឋគាត់មានការលំបាកក៏ពិតមែនប៉ុន្តែគាត់ទទួលយកគាត់សប្បាយចិត្តជាមួយនឹងការរស់នៅផ្ទះបណ្ដោះអាសន្នបច្ចុប្បន្ននេះដោយសារតែផ្ទះបណ្ដោះអាសន្ននៅពេលនេះក៏ជួយពួកគាត់បានមួយផ្នែកផងដែរហើយនេះក៏ជាការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំរបស់កម្ពុជាយើង